រឿងនាងពុទ្ធថេនីសត្វដែលរិឆានជាសត្វមានចិត្តស្មោះត្រង់មិនសាំញ៉ាំដូចមនុស្សកាលព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងបរិនិព្វានហើយក្នុងការជាខាងក្រោយមកមានសេដ្ឋីម្នាក់មានទ្រព្យ87កោដនៅក្នុងក្រុងបត្តលីបុត្រសេដ្ឋីនោះមានធីតាមួយរូបឈ្មោះពុទ្ធថេនីនាងមានអាយុ7ឆ្នាំមាតាបិតាស្លាប់ចោលអស់ទៅនៅតែម្នាក់ឯងជាមួយនឹងក្រុមញាតិសម្បត្តិទាំងប៉ុន្មានធ្លាក់នៅលើដៃនាងទាំងអស់ឯនាងពុទ្ធថេនីនោះជាស្ត្រីមានរូបល្អដូចជារូបស្រីទេពអប្សរដល់អាយុគម្រប់16ឆ្នាំពួកឥស្សរជនទាំងឡាយមានក្សត្រនិងមន្ត្រីជាដើមតែងចោមរោមដណ្ដើមនាងតែនាងពុំព្រមយកស្វាមីឡើយព្រោះជាស្ត្រីមានឧបនិស្ស័យខ្ពស់នាងខំតែធ្វើទានរក្សាសិលប្រព្រឹត្តសុចរិតតែម្យ៉ាងថ្ងៃមួយមានឈ្មួញសេះម្នាក់នៅក្នុងឧត្តរទិសបាននាំសេះជាច្រើនចូលទៅលក់ក្នុងក្រុងបាតលីបុត្រទៅសំណាក់ក្នុងរោងទានរបស់នាងបានឃើញចរិយាសម្បត្តិនិងគុណសម្បត្តិរបស់នាងហើយក៏មានចិត្តបដិពាត់ស្រឡាញ់ហាក់ដូចជាធីតាបង្កើតទើបសុំនាងធ្វើជាកូនចិញ្ចឹមនាងក៏ព្រមតាមពាក្យសុំឈ្មោះសេះនោះបានឲ្យកូនសេះសិទ្ធវៈមួយដល់នាងក៏មានចិត្តស្រឡាញ់សេះនោះដូចជាកូនបង្កើតខំថែរក្សាដោយផ្ចិតផ្ចង់ឯសេះនោះក៏បានស្រឡាញ់នាងដូចជាម្ដាយបង្កើតថ្ងៃក្រោយនាងបានដឹងថាសេះនោះមានមហិទ្ធិឫទ្ធិច្រើនអាចហោះហើរឯកអាកាសបានក៏គិតថាអញបានចិញ្ចឹមសេះនេះប្រពៃណាស់ព្រោះមានបំណងចង់ទៅថ្វាយបង្គំមហាពោធិព្រឹក្សជាយូរមកហើយលោកគិតដូច្នេះហើយក៏ចាត់ចែងធ្វើភួងផ្កាមាសព្រមទាំងគ្រឿងក្រអូបផ្សេងមានក្លិនច័ន្ទជាដើមធ្វើឲ្យវិចខ្ចប់ស្រួលបួលកាន់ដើរទៅរោងសេះនិយាយប្រាប់សេះថាមនាលកូនសំឡាញ់អ្នកជូនម្ដាយទៅថ្វាយបង្គំមហាពោធិព្រឹក្សសេះឮដូច្នោះក៏ដើរចេញពីក្រោលមកឲ្យនាងជិះលើខ្នងហើយហោះសំដៅទៅពោធិមណ្ឌលទៅចោះក្បែរគល់មហាពោធិព្រឹក្សដូចជាបរោះមានកម្លាំងបត់ដុំដែកហើយឲ្យលាតចេញពេលនោះមានប្រសងមួយអង្គព្រះនាមធម្មរក្ខិតៈព្រមទាំងប្រសងដតីជាបរិវារនៅថែរក្សាមហាពោធិព្រឹក្សនោះនាងពុទ្ធថេនីយកភួងផ្កាមាសនិងគ្រឿងក្រអូបផ្សេងទៅបូជាមហាពោធិព្រឹក្សហើយបានប្រកាសប្រាប់ដល់ព្រះសង្ឃថាគ្រឿងសក្ការៈនេះសូមព្រះសង្ឃចាត់ចែងទុកដាក់ថែរក្សាចោះតាំងពីពេលនោះមកនាងតែងតែជិះសេះទៅបូជានិងបោសសម្អាតគុលមហាពោធិព្រឹក្សតែរាល់ពេលថ្ងៃមួយព្រះរាជាក្រុងបត្តលីបុត្របានជ្រាបថានាងពុទ្ធថេនីជិះសេះទៅថ្វាយបង្គំមហាពោធិព្រឹក្សតែរាល់ថ្ងៃដូច្នោះក៏ចាត់ឲ្យអាមាត្យនាំគ្នាទៅចាំស្ទាក់ចាប់នាងយកមកអភិសេកជាអគ្គមហេសីពេលនោះនាងពុទ្ធថេនីបូជាមហាពោធិព្រឹក្សហើយរៀបចំដំណើរនឹងត្រឡប់មកវិញព្រះធម្មរក្ខិតៈជាព្រះអរហន្តបានជ្រាបហេតុដែលអាមាត្យពួនចាំចាប់នោះទៅប្រាប់ដល់នាងពុទ្ធថេនីថាមនាលនាងដល់ត្រឡប់ទៅវិញចូលប្រយ័ត្នខ្លួនកុំប្រមាទនាងពុទ្ធថេនី
បានទៅដល់ពាក់កណ្ដាលផ្លូវពួកអាមាត្យដែលពួនចាំចាប់នោះនាំគ្នាស្រែកសន្ធប់ឡើងសេះក៏ផ្អើលហោះឡើងទៅលើអាកាសធ្លាក់នាងពុទ្ធេនីពីលើខ្នងនាងភ័យខ្លាំងណាស់ខំស្រែកហៅថាណែកូនសម្លាញ់ម្ដាយជួយម្ដាយផងសេះនោះដឹងថានាងធ្លាក់ពីលើខ្នងហើយក៏ហក់ចោលដោយសន្ទុះយ៉ាងឆាប់រហ័សយកខ្នងទៅរងទទួលឲ្យជីកដូចដើមវិញអត់ឲ្យធ្លាក់ដល់ដីឡើយទើបហោះទៅគេហដ្ឋានរបស់ខ្លួនដោយសួស្ដីតាំងពីពេលនោះមកនាងពុទ្ធេនីបានចំណាយទ្រព្យចាត់ចែងទានដរាបដល់អស់87កោដលុះអស់អាយុបានទៅកើតក្នុងស្ថានសួគ៌សោយទិព្វសម្បត្តិបរិបូរណ៍ដោយសុខភាពអស់កាលជាអង្វែងចប់រឿងនាងពុទ្ធេនីដេរឆានជាសត្វមានចិត្តស្មោះត្រង់មិនសាំញ៉ាំដូចមនុស្ស